Alo,ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសួស្តីកាគូរ៉ាចំពោះថ្ងៃនឹងផងដែរអត់មានគន្លឹះមកបន្តសម្រាប់នៅសាច់រឿង The Girl Downstairs នៅក្នុងអេពីសូតជាបន្តតាមមុននឹងចូលទៅកាន់វីដេអូមួយនេះចំពោះគ្នាយើងនៅតែមកថ្មីនឹងបន្តមកធ្វើការ Subscribe ក៏ដូចជាចុច Like កុំភ្លេចជួយចុចម្នាក់មួយណាតោះចឹងបរិយារឡើយចូលមកកាន់រឿងតែម្ដងទៅរឿងរបស់យើងនៅក្នុងអេពីសូតទី12នេះយើងក៏បានឃើញថាការប្រគំតន្ត្រីនៅក្នុងការពិធីបុណ្យមួយនេះក៏បានចាប់ផ្ដើមគណៈដែលស៊ីយ៉ាជាមួយនឹងជនថាងក៏បានលើដូចគ្នាពីដំបូងស៊ីយ៉ាជាមួយនឹងជនថាងក៏ថានឹងត្រឡប់ទៅផ្ទះហើយក៏ប៉ុន្តែនៅពេលដែលបានលើជាមួយនឹងសម្លេងតន្ត្រីបែបនេះស៊ីយ៉ានាងក៏បានបដូរចិត្តវិញអញ្ចឹងខ្ញុំអធិស្ឋានស្រាប់ស្លេងហ្នឹងដោយសារតែខ្ញុំផ្ដាសាយយើងឈឺកនតិចបើឃើញអញ្ចឹងជនថាងគាត់ក៏បានចាប់ដៃរបស់ស៊ីយ៉ាដើរចូលទៅកាន់កន្លែងហ្នឹងទៅនៅទាំងពីរក៏បានវែកចូលទៅខាងក្នុងហើយរបៀបបច្ចេកគេបច្ចេកឯងចូលទៅចិត្តបន្តិចចឹងដូចគ្នាយើងទៅមើល concert យូរអារម្មណ៍មួយហ្នឹងហើយមែនអត់នៅពេលហ្នឹងផងដែរពិធីករក៏បានចេញមកព្រមទាំងបាននិយាយសួស្ដីទៅកាន់ទាំងអស់គ្នាហើយក៏ណែនាំខ្លួនរបស់គាត់ផងដែរគាត់គឺរីករាយខ្លាំងមែនតើសម្រាប់ថ្ងៃនេះហើយក៏សូមទោសទាំងអស់គ្នាបើសិនបើជាមាននៅកំហុសខុសឆ្គងប៉ុន្តែឥឡូវនេះពួកយើងត្រូវការអ្នកស្ម័គ្រចិត្តម្នាក់ឡើងមកលើឆាកហ្នឹងតើមាននរណាដែលហ៊ានឡើងមកអត់នៅពេលដែលមកនឹងទទួលបានជាមួយនឹងរង្វាន់ដែលរង្វាន់នោះគឺជាគូប៉ុងបញ្ចុះតម្លៃ40 អឺរ៉ូអ្វីដែលកាន់តែពិសេសទៀតអ្នកដែលបានស្ម័គ្រចិត្តឡើងមកខាងលើអាចច្រៀងក៏បានរំក៏បានលើពីហ្នឹងក៏អាចសារភាពស្នេហ៍ទៅកាន់មនុស្សជាទីស្រឡាញ់ផងដែរអំឡុងពេលហ្នឹងយើងក៏បានឃើញថាជនថាងគាត់ក៏បានសោចតែស៊ីយ៉ានាងក៏ស្រាប់តែស្ងាត់ជនថាងបាននិយាយតែម្នាក់ឯងឲ្យថាវាប្រហែលជារ៉ូម៉ាន់ទិកឲ្យមើលទៅដោយសារតែនេះគឺជាការសារភាពស្នេហ៍ជាសាធារណៈស្នេហាភាគច្រើនគឺត្រូវការភាពឯកជនណាប៉ុន្តែបើសិនបើជាមកសារភាពបែបសាធារណៈបែបហ្នឹងច្បាស់ជារ៉ូម៉ាន់ទិកខ្លាំងហើយស៊ីយ៉ារបស់យើងវិញនៅពេលដែលនាងស្ងាត់មួយសន្ទុះក៏ស្រាប់តែនាងគឺបានដើរទៅថ្វងហ្មងជនថាងនៅពេលដែលបានឃើញបែបហ្នឹងគាត់ក៏ព្យាយាមរត់ទៅតាមស៊ីយ៉ាយើងផងដែរក៏ប៉ុន្តែមិនថាបើទោះបីជាជនថាងគាត់ព្យាយាមសេកប្រាប់នាងកុំឲ្យនាងទៅយ៉ាងណាក៏ដោយក៏ស៊ីយ៉ានាងគឺនៅតែដើរទៅដែរដែលនាងមានគោលបំណងឡើងទៅលើឆាកនោះឯងនៅពេលដែលបានឃើញស៊ីយ៉ាឡើងមកលើឆាកបែបហ្នឹងពិធីករក៏បានសួរទៅកាន់នាងថាតើនារីក្លាហានដែលបានស្ម័គ្រចិត្តឡើងមកលើឆាកនេះនាងគឺមានឈ្មោះអ្វីដែរហើយតាមមកនេះចង់រាំឬក៏ច្រៀងតែនាងសូមណែនាំខ្លួនបន្តិចសិនទៅគណៈដែលស៊ីយ៉ានាងក៏បានធ្វើការណែនាំខ្លួនទៅកាន់អ្នករាល់គ្នាឈ្មោះរបស់នាងគឺលីស៊ីយ៉ាមនុស្សគ្រប់គ្នាបន្ទាប់ពីបានលើថាឈ្មោះលីស៊ីយ៉ាក៏ដូចជាមុខមាត់នេះទៀតពួកគេក៏ចាប់ផ្ដើមឆែកមើលលើអ៊ីនធឺណិតហើយម្នាក់ៗគឺបានដឹងថានាងគឺជាអតីត idol ដែលកាលមុននាងគឺនៅជាមួយនឹងក្នុងក្រុមមួយដែលមានឈ្មោះថា Dream Sweet នៅពេលដែលបានឃើញបែបហ្នឹងក្រុមការងារក៏បានធ្វើការខ្សឹបទៅកាន់កញ្ញាពិធីករយើងហើយពិធីករក៏ចាប់ផ្ដើមបើកកម្មវិធីយកតែម្ដងដែលនាងក៏បាននិយាយទៅកាន់លីស៊ីយ៉ាយើងឲ្យថាសូមស្វាគមន៍ម្ដងទៀតអតីត idol លីស៊ីយ៉ាមកពី Dream Sweet ឥឡូវនេះខ្ញុំចាប់ផ្ដើមសួរទៅកាន់នាងតែម្ដងតើការដែលនាងឡើងមកលើឆាកនេះគឺមានអ្នកដែលអមដំណើរមកជាមួយអត់ខ្ញុំចង់មានន័យថាតើក្នុងថ្ងៃនេះនាងគឺបានមកជាមួយនឹងមិត្តប្រុសឬក៏អត់ស៊ីយ៉ានាងក៏បានឆ្លើយថាចានាងគឺមកជាមួយនឹងមនុស្សម្នាក់ពិធីករក៏បន្តសួរថាតើការឡើងឆាករបស់នាងគឺចង់សារភាពស្នេហ៍ទៅកាន់គេឬក៏អត់តើឥឡូវនេះខ្ញុំចង់សួរទៅកាន់នាងផ្ទាល់តែម្ដងតើនាងស្រឡាញ់គាត់ឬក៏អត់តើវត្តមានមនុស្សម្នាក់ដែលនាងបានមកជាមួយនោះសំខាន់សម្រាប់នាងយ៉ាងណាដែរនៅពេលដែលបានលើសំណួរមួយនេះស៊ីយ៉ាក៏បានសួរខ្លួនឯងនៅក្នុងចិត្តហើយថាតើនាងស្រឡាញ់គាត់ឬក៏អត់ស៊ីយ៉ាបន្តឈរភ្លឹកឡើងស្ងៀមហ្មងដែលធ្វើឲ្យពិធីករគាត់ឡើងឆ្ងល់ដល់ឃើញអញ្ចឹងពិធីករក៏បានបដូរប្រធានបទទៅមិនន័យទេអ្នកនាងគឺមិនអាចឆ្លើយរឿងហ្នឹងក៏បានដែរក៏ប៉ុន្តែនៅពេលនេះតើអ្នកនាងចង់ច្រៀងឬក៏រាំស៊ីយ៉ានាងក៏បានឆ្លើយយ៉ាងស្ងៀមស្ងាត់តែម្ដងនាងគឺចង់ច្រៀងខណៈដែលមនុស្សគ្រប់គ្នាក៏បានធ្វើការស្រែកហូជនថាងនៅខាងក្រោមនេះមើលទៅកាន់ស៊ីយ៉ាគាត់ក៏ភាំងផងដែរតែនៅពេលនេះស៊ីយ៉ានាងគឺអាចធ្វើការប្រឈមមុខជាមួយនឹងមនុស្សបានមែនទាំងដែលរយៈពេលប្រហែលឆ្នាំនេះនាងគឺខ្លាចមនុស្សខ្លាំងមែនទែនហើយនៅពេលនេះនាងកំពុងតែឈរនៅពីមុខមនុស្សជាច្រើនខណៈដែលមើលមកកាន់ស៊ីយ៉ារបស់យើងវិញនាងគឺនៅតែបន្តឈរត្រឹងនិងមិនច្រៀងមិនអីនោះទេដែលធ្វើឲ្យពិធីករនាងក៏ពិតជាភាំងខ្លាំងមែនទែនតែនាងត្រូវដេញស៊ីយ៉ាចូលទៅខាងក្រោមឲ្យអ្នកថ្មីមកជំនួសឬក៏មិននេះប៉ុន្តែអ្នកណាតែហ៊ានដេញនាងទៅនិយាយមកដល់ចំណុចនេះក៏ស្រាប់តែស៊ូគឺបានឡើងមើលតែម្ដងហើយមកនេះគឺមកជាមួយនឹងឯកសន្តានចូលរួមក្រុមការងារសាលាទៀតរួចស៊ូក៏បានសុំស៊ីយ៉ាមកចូលនិយាយម្ដងហើយនាងក៏បានទាញមីក្រូរាប់1 2 3រាត្រីសួស្ដីក៏ដូចជាសួស្ដីទៅកាន់ទាំងអស់គ្នាខ្ញុំស៊ូក៏ត្រូវជាមិត្តភក្តិរបស់ស៊ីយ៉ាជាសិស្សឆ្នាំទី2នៅមុខជំនាញអក្សរសិល្ប៍ណែនាំខ្លួនរួចខណៈដែលពិធីករក៏បានសួរទៅកាន់ស៊ូថាតើហេតុអីបានជានាងពាក់សម្លៀកបំពាក់បែបហ្នឹងមកស៊ូក៏បានប្រាប់ទៅតាមដំណើររឿងទៅខណៈដែលនាងក៏បាននិយាយបន្តថាដោយសារតែមើលទៅស៊ីយ៉ានៅថ្ងៃនេះនាងគឺរៀងភ័យប្រហែលជានាងមិនអាចប្រឈមមុខបាននោះទេជាមួយនឹងការច្រៀងនៅក្នុងយប់នេះអញ្ចឹងខ្ញុំសូមចិត្តទៅចោះខ្ញុំគឺចង់មកជំនួសនាងលើបែបហ្នឹងពិធីករក៏បានយល់ព្រមខណៈដែលពិធីករក៏សួរសំណួរទៅកាន់នាងហើយថាតើនាងមានមនុស្សដែលនាងស្រឡាញ់អត់ស៊ូក៏បានប្រាប់ថានាងគឺមានខណៈដែលជនថាងគាត់ក៏បានគិតហើយថាប
វាក៏ពិតជាដល់អ្វីដែលគាត់ធ្លាប់គិតពិតមែនហើយតែបរិសម្នាក់នោះគាត់គឺស្គាល់គេដែរឬក៏អត់ដែលគាត់ចង់មានន័យថាតើគាត់នឹងធ្លាប់ស្គាល់គ្នាជាមួយនឹងបរិសម្នាក់នោះឬក៏អត់ជាបរិសដែលស៊ូស្រឡាញ់នោះឯងស៊ូក៏បន្តនិយាយទៅកាន់អ្នករាល់គ្នាថានាងគឺមិនលើកយកវាមកនិយាយនោះទេដោយសារតែស្នេហាគឺជាប្រធានបទមួយដែលគេច្រើនតែយកវាប្រើប្រាស់ទៅលើភាពឯកជនរបស់មនុស្សម្នាក់ដូច្នោះក្នុងថ្ងៃនេះនាងគឺឡើងមកនាងគឺចង់ធ្វើការបកស្រាយនៅចម្រៀងយកតែម្ដងហើយនាងក៏ចាប់ផ្ដើមនិយាយអំពីចំណងជើងនៃបទមួយនោះប្រាប់ទៅកាន់អ្នករាល់គ្នាបទមួយណាគឺមានចំណងជើងថាអូអីចុំមានបទអញ្ចឹងទៀតវៃខណៈដែរពិធីករនឹងក៏បានឲ្យអ្នករាល់គ្នាស្រែកហូម្នាក់មួយទៅហើយស៊ូក៏បានបញ្ចេញជាមួយនឹងសំនៀងដ៏សែនពិរោះរបស់នាងទៅឲ្យអ្នករាល់គ្នាបានទស្សនាបានស្ដាប់ញាក់សាច់តែម្ដងគ្នាយើងម្នាក់ឡើងបាក់ចង្កេះអស់ហើយដោយសារតែសម្លេងរបស់ស៊ូនឹងវាពិរោះខ្លាំងពេកការឈៀងរបស់នាងវាភាពបីដូចជារាប់អក្សរយ៉ាងអញ្ចឹងតែមិនថាបើទោះបីជាយ៉ាងណាក៏ដោយអត្ថន័យនៃចម្រៀងនេះវាក៏ពិតជាពិរោះខ្លាំងមែនទែនតែក៏មើលមុខជន់ថាងគាត់គឺគាំងជាមួយនឹងស៊ូខ្លាំងមែនទែនដោយសារតែនាងគឺមិនដែលច្រៀងពីមុនមកទេហើយឡើងមកឡើងច្រៀងឲ្យគេស្ដាប់អីនេះមានតែអ្នកខ្លះទៀតដែលយកដៃខ្ទប់ទៅជាអីដោយសារតែមិនបានពាក់កាសមកនៅពេលដែលស៊ូបន្តច្រៀងអត្ថន័យនៃចម្រៀងក៏បន្តពិរោះទៅដែលធ្វើឲ្យគ្រប់គ្នាក៏ពិតជាធាងជាមួយនឹងអត្ថន័យនេះខ្លាំងមែនទែនរីឯជនថាងរបស់យើងវិញគាត់ក៏បានធ្វើការទះដៃទៅកាន់ស៊ូព្រមទាំងបាននិយាយផងដែរគឺនិយាយនៅក្នុងចិត្តបទមួយនេះគឺជាបទដែលគាត់ចូលចិត្តមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមស្រែកហូផងព្រមទាំងឈៀងតាមនាងផងដែលធ្វើឲ្យបរិយាកាសនៅទីនេះពិតជាអ៊ូអរខ្លាំងមែនទែនតែបើយើងសម្លឹងមើលទៅកាន់ស៊ីយ៉ាវិញនាងក៏ពិតជាសង្កត់សង្កាត់ខ្លាំងណាស់បើយើងនិយាយទៅកាន់អត្ថន័យនៃចម្រៀងមួយនេះវិញគឺវាចង់និយាយអំពីសុបិនដែលបានជួបបរិសម្នាក់ដ៏ល្អបើយើងក៏លេចមើលទៅកាន់ស៊ីយ៉ាវិញនាងក៏ស្ទើរតែបានដើរចុះចេញអំពីទីនឹងទឹកភ្នែករបស់នាងក៏ចាប់ផ្ដើមស្រក់មកហើយដោយសារតែនៅពេលនេះនាងគឺបានឃើញថាជនថាងនៅពីមុខនាងនោះឯងរួចនាងក៏បានដើរទៅរកគាត់ព្រមទាំងបានផ្អែកក្បាលរបស់នាងទៅលើស្មាជនថាងរបស់យើងគាត់គឺអាចនិយាយអ្វីបាននោះទេបានធំតែអោបលួងទៅកាន់នាងប៉ុន្តែគាត់ក៏ពិតជាអន់ចិត្តខ្លាំងណាស់គាត់អន់ចិត្តខ្លាំងមែនតើដែលស៊ីយ៉ាមិនអាចសារភាពស្នេហ៍ជាសាធារណៈទៅកាន់អ្នករាល់គ្នាទាំងដែលនាងនៅក្បែរគាត់នាងគឺអាចនិយាយវាបានយ៉ាងល្អគាត់គឺមិនអាចមើលឃើញក៏ដូចជាដឹងថានាងគឺនៅស្ទាក់ស្ទើរដោយសារតែអ្វីនោះទេតែបើនិយាយអំពីអារម្មណ៍របស់គាត់នៅពេលនេះគាត់គឺមិនបានផ្ដោតទៅលើស៊ូដែលនៅលើឆាកនោះទេគាត់គឺមានអារម្មណ៍រំភើបក៏ដូចជាផ្ដោតអារម្មណ៍ទៅលើស៊ីយ៉ាតែម្នាក់គាត់ហើយគាត់បានដឹងថាអារម្មណ៍របស់គាត់ទាំងមូលត្រូវបានផ្លាស់ប្ដូរហើយក្បាលរបស់ស៊ីយ៉ានៅលើស្មារបស់គាត់សក់របស់នាងតុនក្លិនដែលធ្លាប់ស្គាល់ដែលធ្លាប់តែប៉ះពាល់ដែលធ្លាប់តែនៅចិត្តនឹងមិនអាចគាត់ប្រកែកបាននោះទេថាពេលនេះគាត់គឺមានអារម្មណ៍បែបណាទៅលើស៊ីយ៉ាហើយរឿងមួយនេះគាត់គឺកាន់តែច្បាស់ខ្លួនឯងទៀតថាគាត់បានធ្លាក់ចូលទៅកាន់អន្លង់ស្នេហ៍របស់នារីម្នាក់នេះលុះដល់ថ្ងៃស្អែកក៏បានចូលមកដល់យើងក៏បានឃើញថាជនថាងកំពុងគោះទ្វារទៅកាន់ស៊ីយ៉ាប៉ុន្តែនាងអត់ព្រមបើកទ្វារនោះទេបើទោះបីជាជនថាងក៏ហៅថារូនីគឺចង់ជួបនាងព្រមទាំងបារម្ភអំពីនាងខ្លាំងមែនតើណាក៏ស៊ីយ៉ាអត់ព្រមបើកទ្វារដែរតើតែជនថាងដើរចេញហ្នឹងបានកញ្ញានេះចាប់ទីងក៏អាយអស់ចូលទៅខាងក្នុងហ្មងដោយវាក៏សោពេលដែលរូនីរបស់យើងក៏បានដើរចេញមកផងដែរពួកមុននាងគឺលឺសលេងរូនីក៏បានសែសួរទៅកាន់ស៊ីយ៉ាតើនាងមិនអីទេឬតើហូបបបរអត់ដោយសារតែនាងពេលនេះគឺធ្វើហើយបើស៊ីយ៉ាឃ្លានគឺអាចមករកញ៉ាំបានក៏ប៉ុន្តែនៅពេលនេះយើងក៏បានឃើញថាពីរអ្នកនេះស្ងាត់មាត់ឲ្យជ្រាបហ្មងជនថាងគាត់ក៏បានសួរទៅកាន់ស៊ីយ៉ាថានាងគឺចង់ញ៉ាំបបរដែរឬក៏អត់ក៏ប៉ុន្តែនាងក៏បានប្រាប់ថានាងអត់ចូលចិត្តទេអញ្ចឹងតើនាងចង់ញ៉ាំអីគេហើយកញ្ញាហ្នឹងក៏បានតបថាលោកឯងនឹងហើយដែលធ្វើឲ្យជនថាងឡើងគាំងហ្មងចូលខ្ញុំមនុស្សមិនចំណីអាហារដែលអាចញ៉ាំបានទេកញ្ញាបន្ទាប់ពីនឹងស៊ីយ៉ាក៏បាននិយាយទៅកាន់ជនថាងបន្តឲ្យថាបេះដូងរបស់លោកពេលនេះកំពុងតែលោតខ្លាំងមែនតើជនថាងហើយជនថាងគាត់ក៏បានគិតដូចគ្នាបេះដូងរបស់គាត់ពេលនេះកំពុងតែរត់យ៉ាងខ្លាំងលោតឡើងខ្លាំងហ្មងពួកគាត់ក៏បានលឺវាដែរគាត់ក៏ចាប់ផ្ដើមនឹកឃើញទៅដល់រូបភាពទាំងអស់ដែលបាននៅក្បែរស៊ីយ៉ាដោយនៅពេលនេះជនថាងគាត់ក៏ចាប់ផ្ដើមទទួលស្គាល់មែនតើណៃថាគាត់គឺបានធ្លាក់ចូលទៅកាន់អន្លង់ស្នេហ៍របស់ស៊ីយ៉ាពិតប្រាកដមែនដៃរបស់ជនថាងក៏ចាប់ផ្ដើមអបទៅកាន់ចង្កេះរបស់នាងខណៈដែលដៃម្ខាងទៀតក៏បានអង្អាយថ្ពាល់សួរខ្លួនឯងនៅក្នុងចិត្តហើយតែរឿងមួយនេះវាបានកើតឡើងពីពេលណាតែគាត់đãចាប់ផ្ដើមលងស្រឡាញ់នាងពីពេលណាមកនេះក្មេងស្រីដែលសានចម្លែកបែបនេះវាបានជាធ្វើឲ្យគាត់លងជាមួយនឹងនាងដល់ថ្នាក់ហ្នឹងរួចជើងថាងក៏បានខីទៅកាន់មាត់របស់ស៊ីយ៉ាតែម្ដងអាឡែងទៅរ៉ូមែនទិកសុកក៏លឺស្រឡាញ់ទូឡើងកងកាងវិញនឹងលើសារតែកញ្ញារូននេះបើទូឡើងលើជើងថាងក៏បានប្រាប់ទៅកាន់ស៊ីយ៉ាថាមើលទៅគាត់ត្រូវចាញ់ទៅក្រៅសិនហើយតែស៊ីយ៉ាក៏បានប្រាប់ទៅកាន់ជើងថាងវិញថាមិនបាននោះទេនៅទីនឹងសិនហើយបើសិនជាលោកទៅរូនីគឺនឹងចាប់បានថាលោកគឺនៅជាមួយនឹងខ្ញុំហើយជើងថាងគាត់ក៏បានយល់ព្រមគណៈដែលគាត់ក៏បានធ្វើការខីទៅកាន់នាងបន្តទៀតនួយញាក់
សាច់មកហ្នឹងនេះអីដែលសំខាន់ណាជប់កូនគេបដាហើយរុញគេទៅកន្លែងក្រែទៀតហើយមានណាគ្រាន់តែដល់ក្រែភ្លាមដាក់ស៊ីយ៉ាឲ្យអង្គុយក្រឹបជន់ທາງរបស់យើងក៏ចាប់ផ្ដើមគៀងជាមួយនឹងខ្លួនឯងហើយពួកគាត់មើលតែកាន់ស៊ីយ៉ានៅពេលនេះដូចជាសង្កត់សងាត់ម៉ែរួចគាត់ក៏អង្គុយចុងឯក្បាលរបស់ខ្លួនឯងធ្វើដូចភ្លើអញ្ចឹងពេលនេះចាប់ផ្ដើមបន្ទោសខ្លួនឯងផងអៀននឹងខ្លួនឯងផងជុំជន់ថាងឯងគឺជាមនុស្សប្រុសមិនក៏កំសាក់ម៉ែបើធ្វើរឿងប៉ុណ្ណឹងមិនបានទេនឹងធ្វើប្រុសរកបកាច់យកស្អីទេជន់ថាងគាត់ក៏បានទៅសៀទៅចិត្តស៊ីយ៉ាម្ដងទៀតហើយសម្លឹងមើលទៅកាន់កូនគេណាដែលគេនេះក៏បានកលែកមកវិញដែរប៉ុន្តែសភាពដូចជាសង្កត់សងាត់ខ្លាំងតែយ៉ាងណាក៏ដោយនៅពេលដែលស៊ីយ៉ាកលែកមកបែបហ្នឹងវាធ្វើឲ្យបេះដូងរបស់ជន់ថាងសឹងទៅលែងលោតទៅហើយជន់ថាងបន្តសម្លឹងមើលទៅកាន់នាងគិតនៅក្នុងចិត្តមើលទៅនាងដូចជាសង្កត់សងាត់ខ្លាំងតាំងពីពេលនោះមកតើនាងគឺអាចនឹងស្ងាត់បែបនេះដល់ពេលណាទៀតទៅខ្ញុំគឺមិនអាចនិយាយអ្វីក៏ដូចជាធ្វើអ្វីបន្តទៀតទៅលើនាងទេនេះឬមួយក៏អារម្មណ៍របស់ខ្ញុំនៅតែវល់ជាមួយនឹងសំណួររបស់ពិធីករដែលបានសួរទៅកាន់នាងថានាងស្រឡាញ់ខ្ញុំឬក៏អត់នោះអូខេចឹងចំពោះរឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាចឹងមកយើងចង់ដឹងថាតើសើរបស់យើងនឹងទៅជាយ៉ាងណាទៀតនោះកុំភ្លេចរងចាំទស្សនាជាមួយនឹងadminនៅភាគបន្តស្រឡាញ់adminហ៊ានប្របាក់ស្ដាប់ទីអីគ្នាយើងពេលនិយាយទៅរៀងទៅនៅកំពង់កមិនទេដោយសារតែមានបដាសាយនិយាយបដាយើងថប់ជាងមកបដាហើយកំពង់កក៏ប្របាក់ទៀតចឹងហើយបើខុសឆ្គងអីហ្នឹងអធិស្ឋានផងណាយើងជួបគ្នាវីដេអូក្រោយគណៈពេលហ្នឹងពេលមានជំរាបលាបាយ